មានខ្វះខាតអីហ៎ការខ្វះខាតមុនឈរស្រួលបានភ្លើងអីតែមិនដាក់ទេអត់ទាន់បានដាក់ទៀតភ្លើងភ្លើងមានហើយប៉ុន្តែអត់មានចៃកុំចៃតលោកកូនលោកឪនេះគឺយ៉ាងងាយដល់ជាងលោកឪមិនបើពុកទាំងចាស់ហើយបើពុកទាំងចាស់ហើយកណាមិនបាននិយាយណាលោកកូនណាអត់កណាបាបគាត់ចម្រើនពរដល់ញោមញាតិរបស់សប្តាហ៍ថ្ងៃនេះញោមបងស្រីភិរិយាព្រមទាំងបងប្រុសមនីព្រមទាំងញាតិពធនៅក្នុងភ្នំពេញឥឡូវនេះគឺបានជើញមកដល់ទីវត្តអារាមវត្តកៅវត្តមហាមុនីរាជការាមហៅវត្តកៅស្ថិតនៅភូមិកៅឃុំផ្អៅស្រុកកតាំងសាខេត្តដំជ័យគឺកន្លែងញោមកូនគុំសំណាងឯស្មារតីគង់នៅនេះថ្ងៃនេះគឺនាំញោមបងញាតិធម៌មកបានមកប្រគេនសម្ភារៈចង្ហាន់រួចរាល់ហើយក៏នាំញោមបងដើម្បីទស្សនកិច្ចនៃការពីប្រវត្តិនៃការកសាងក្នុងវត្តកៅនេះហើយឲ្យបានញោមញាតិនៅក្នុងប្រទេសបានដឹងថាប្រវត្តិវត្តកៅនេះគឺកសាងតាំងពីឆ្នាំណាក៏ហើយការលំបាកយ៉ាងណាខ្លះក៏ហើយវត្តកៅនេះគឺមកគង់មកនៅ2017ក៏ពីដើមឡើងមកអត់ទាន់កាច់ជីវត្តទេគឺជាអាស្រមពេលដល់2016បានចាប់ផ្ដើមគេបង្កើតថាជាប្លង់វត្តឲ្យចឹងណាញោមបន្ទាប់មកក៏មានញោមតាលោកតាសុជេកលោកនៅតាំងពីអាស្រមរហូតដល់គេបកគលសិទ្ធជាវត្តឲ្យហើយក៏លោកថាមានអាការៈព្យាបាលថាជំងឺក្នុងខ្លួនទៅលោកសុំចេញហើយចេញចិត្តចូលភាសាទៀតដល់ពេលគណៈសមាភិបហ្នឹងសមាភិបទៅរៀននៅកំពង់ចាមពេលមានអាការៈខ្លួនឯងទៅពីដែរគាត់ថាមិននេះវានៅចិត្តខាងច្រកនោះស្រួលយើងព្យាបាលជំងឺចឹងណាពេលមកជាប់តែម្ដងចប់ញោមមេភូមិគាត់និមន្តឲ្យនៅទីនេះព្រោះឲ្យគៀកចូលភាសាផងមានលោកនៅចាំភាសារលោកដាក់បានហើយក្នុងខាងស្រុកនេះសម្បីតែប្រសងទុនធីប្រសងក៏ពិបាកនឹងការរោដែរញោមពេលកណាខាងបន្តិចបងនៅខាងក្រោយនេះគាត់ប្រសាគង់នៅណានេះជាគាត់គាត់ដែលខ្ញុំដែលអាត្មាភាពមកគង់នៅស្រុកថៃពីមុនមកដែល2017ដែលមកមុនដំវងឈានមុនដំវងមកកសាងវត្តនេះនោះគាត់តូចគាត់មួយហ្នឹងមានគាត់តូចនេះហើយគាត់ពីមុនមកនៅមានតែគាត់តូចនេះមួយឯងនៅគាត់តូចហ្នឹងមានប្រវត្តិឆេះប៉ាំងសីនេះសុំញាតិញោមទេបងនេះចឹងបានថាអាត្មាអត់រើទេអាត្មាទុកប្រវត្តិថាយើងមក2017មកអញ្ចឹងណាហើយគាត់នេះមិនមែនក៏អនុស្សាវរីយ៍មិនមែនទឹកអាត្មា2017ទេតាំងពីអាស្រមប៉ុន្តែមានគេលួចដុតឆេះទៅក៏អាត្មាក៏កាលហ្នឹងដឹងមានអីក៏សុំញោមញាតិឲ្យញោមអើយជួយទៅក៏សាំងសីនោះក៏ប្រកេនថាផ្ទះទៅរើអីចេះចុះចូលហ្នឹងទៅឃើញសភាពនៃការគាត់អីគឺអញ្ចឹងហើយឈើនេះទឹកតាវាយរើសដល់មួយមេភូមិមួយគណៈកម្មការនៅក្នុងវត្តហ្នឹងចុះចំណោះជើងវត្តកៅហ្នឹងបន្ថែមចុះជុលឆេះសវលហ្មងហើយកាលហ្នឹងមក10បាននៅសុំមុនចេញ10ហើយដល់ពេលបន្ទាប់មកក៏បានកសាងគាត់មួយគាត់ឈើនេះមួយទៀតនេះតែកសាងក្រោយទេគាត់ឈើនេះណាហើយដល់ពេលចូលមកដូចជា2019មុនកូវីដបានចាប់តាមកសាងគាត់ថ្មនេះក៏បានគាត់នឹងបានយមញាតចូលរួមវត្តធំជួយយើងទៅមកពីវិនិយោគទៅគាត់ជួយទៅបានគាត់មួយទៅតែនេះគឺជាអត់តាន់ប្រើភ្លើងអគ្គិសនីភ្លើងយើងមានប្រើហើយប៉ុន្តែខាងយើងនេះគឺវត្តមានការខ្វះខាតអត់ទាន់មានបច្ច័យដាក់នៅក្នុងភូមិប្រើហើយក្នុងភូមិប្រើអញ្ចឹងយើងរងហើយយើងប្រើម៉ាស៊ីនភ្លើងប្រើម៉ាស៊ីនភ្លើងហើយពិបាកញោមពេលខ្លះទៅខូចអាងឹតឈឹងយើងមានតែភ្លើងគឺមានតែទៀនហើយបានសូឡាខ្លះទៅភ្លឺខ្លះទៅអត់ចឹងទៅមិនសួរគេទៅជាមួយនឹងការតភ្លើងយើងឧស្សាហ៍ភ្លើងមកដល់វត្តប្រហែលជាប្រហែលថ្ងៃមុនហ្នឹងទៅស្នើសុំគេថាវត្តយើងនេះតទៅដាក់ប៉ុស្តិ៍មួយទៀតដាក់មេភ្លើងមួយទៀតព្រោះឲ្យពីពុំមកវាឆ្ងាយណាស់2គីឡូខាច់ភ្លើង5គ្រប់ចឹងណាបង
ពេលយើងទៅដាក់ភ្លើងមួយទៀតដល់ពេលបើថាគុណម្ចាស់នៅខាងវត្តគេធ្លាប់តថាបើទាំងសម្ភារៈទាំងអស់ទុំ1000គ្រប់អាចទុំប៉ុណ្ណឹងព្រោះលោកគេធ្លាប់ខាងលោកខាងមុខហ្នឹងគេធ្លាប់តរួចមុនចឹងអាហ្នឹងតាមចិត្តតាមឆ្ងាយហើយយើងថាឥឡូវសំបីថាតរួចការសម្ភារៈនិងការដាក់វិជាកាហល់អីវាអត់តមានចឹងយើងវាយទៅអស់ វិបាករបស់យើងមួយដែរនៅពេលដែលអត់មានភ្លើងគ្រប់គ្រាន់ មានការលំបាកយប់ឡើងចឹងទៅពេលខ្លះម៉ាស៊ីនខូចគឺល្ងិតគឺមានតែទៀនភ្លឺឲ្យលោករៀនពេលខ្លះទៅមានការបំបត្តិគឺលំបាកគឺរឿងទឹកបើយើងអត់មានភ្លើងគឺទឹកអបូមអត់ចេញអត់មានទឹកប្រើហើយទីនេះបើសិនតាប្រើទឹកស្រះអីខែភ្លើងទៅល្អប្រើពេលយើងដាំទៅដាំឆាន់ដើម្បីក៏ដាំបានឆាន់បានហើយបើសិនមានភ្លើងទៅយើងបិឆេះទៅយើងបានបូមទឹកចឹងអូនការខ្វះខាតនេះពោតបកសាងរួចបានជាមុនកូវីដហើយពី3ឆ្នាំតបកសាងដីវត្តធំណាស់បងដីវត្តនេះ11ហាត់បង11ហាត់តាធំបងហើយដីនេះគឺយើងបានចុះជាអីសម្បត្តិវត្តខាងទៅចោះអស់ហើយបងចោះវាអស់ហើយព្រោះយើងបាន2016ហ្នឹងគេចេញប្លង់ឲ្យតែម្ដងប្លង់វត្តតែម្ដងចឹងណាញោមខាងនេះពីមុនមកឲ្យចាស់នៅលោកកសាងនេះជាវិហារចឹងណាពេលស្រាប់តែខ្ញុំមិនដឹងថាឆ្នាំណារួចទេប្រើខ្លាំងប្រើថាយើងប្រើលុយជះទៅលើចិត្តខ្លាំងហើយទៅតតាវាថាបច្ច័យច្រើនដែរបានឆាប់រួចចឹងដល់ពេលចឹងទៅអាត្មានឹកឃើញថាឥឡូវមានតាចិត្តទាញមួយថាប្រើធ្វើសឡំមួយសិនឲ្យតូចខ្នាតតូចឲ្យបានប្រើសិនចឹងណាហើយបើសិនតារងថ្ងៃគឺយើងប្រើនៅលើសាលាថាមានមានកម្មវិធីថាត្រូវបបួសអញ្ចឹងទៅឬក៏ការក្រុងកឋិនគឺលើសាលាយើងអត់តមានថាកន្លែងសំគួរថាមានពហិឬមានសឡំធ្វើនឹងការក្រុងការកឋិនចឹងណាឥឡូវតបតែចាប់ដើមចាំពហិយូរជាអ្វីដែលបងមិនខុសយើងរៀបកសាងសម្រាប់នៅក្នុងការធ្វើបោសុតពោហ្នឹងឯងបងណារោងបោសុតដែលអាត្មាជំនាញក្នុងការចំណាយឲ្យជំនាញគាត់ថាយើងចាប់ផ្ដើមពីចាក់គ្រឹះរហូតដល់បានប្រឈមបានប៉ុណ្នេះគឺយើងចំណាយចូលក្បែរ5000ហ្នឹងបងហើយយើងអត់ទាន់រួចហើយ5000នេះយើងនៅជាពាក់ជាងទៀតណាហើយអត់ទាន់រួចទេហើយគាត់ថាជាងគេបោកថាយើងត្រូវរៀបចំដាក់បលាំងដាក់អីហើយយើងរៀបចំថាតយ៉ាកថែមទៀតអញ្ចឹងតងកាត់ទៅគាត់ថាគាត់តយ៉ាកសងខាងអស់2000ទៀតពេលយើងអត់ទាន់មានលទ្ធភាពក្នុងការទេព្រោះអីតវលនេះគាត់ថាតវលគាត់ដាក់តវល$3995បងដល់ពេលឥឡូវយើងនៅសល់តែ1000ទៀតទេយើងឲ្យគេរួចចឹងណា1000ដូចជា1500ទៀតយើងឲ្យគេរួចហើយអាខាងតវលណាហើយពីម្សិលគេមកធ្វើដល់ពេលគេសំសម្រាប់នៅចាំតែមកប្រក់ទេយើងនៅខ្វះខាតច្រើនទៀតដីវត្តធំដែរនេះគុណពោធំហ្នឹងខាងបើពីមុខយើងរៀងតូចពេលមកក្រោយយើងធំ11បង11ខាងធំហើយបើវត្តនេះបើសិនតាដូចឃើញតាមជួរធំសិនតាអត់មានវត្តបាត់អស់តាមជើងតែមួយអាត្មាស្រឡាញ់ធម្មជាតិពោស្រឡាញ់ព្រៃឈើចង់ថែអភិរក្សអញ្ចឹងណាពីមុនមកមិននឹកស្មានថាបានប៉ុណ្នេះទេបងព្រោះអីផ្លូវក៏លំបាកហើយផ្លូវហ្នឹងគឺអាត្មាជួសជុលរហូតគណៈទូសួរលោកកូនថានៅរោងអប៉ងសុតហ្នឹងឥឡូវនៅខ្វះអីគេទៀតដែរនេះមានការខ្វះខាតខ្វះអីធ្វើយុទ្ធទួយឯនៅប្រតាសាំងសៃឯណាឥឡូវហ្នឹងនៅសាំងសៃចឹងហើយហ្នឹងខៃបានជាងមកលៀងបែកជួយទៅជាប់ផងខ្លាច់ជាងជាប់ផងលោកកូនយ៉ាងល្អមកខាងនេះលោកកូនដឹងភូមិសាស្ត្រហើយហ្នឹងចឹងខ្ញុំទៅតាមលោកកូនហើយកណាទៅតាមលោកកូននេះចឹង
con chơi tam đi ấy à dạ mà chú tới ăn viên lơ lần đi lơ lơ đi à dạ chú này à dạ bác mà lơ chú lơ à thế lên hai phạt bố nắng ba hai chia vào màn ngay hai rồi còn giờ tập tập ngày ngày chia ra tập ngày vô phong chiêng một đang mà thơ tôm đang nào thơ đang mà thơ đang nào thơ hay đây mình đón chiêng ăn mau chẳng được còn bơ khiêng ta đang ngày nè cái này chắc mau bị khiêng mày mau bị chiêng ấy bơ khiêng chiêng màu hay là nó nơi khoa tập bố cho một chén thôi đây ở còn chiêng thử con muốn mơ tới camera là con trong ở ca na xong mấy khác làm bay bằng hai rồi một bao sắt này ở bàn hai phù mình nhí cái nào lư xô lục ông tha nơi ở tròn rụi rồi ở tề nút camera lục con esna xong on mình thấy ca ấy on mình khoa khát ấy on cả phạt hạt muốn cho thủ bưởi bay lần ấy tầm mình đã đây ở tròn mình đã thiệt lờ lần miền này bàn tay ở bên cháy to thở lấy trăng lơn miên ấy đã to phải cháy to hay là con trong bát lơn ở trong bát lơn hay phải cháy ở hai chi mán đang ở đâu cái nào lên được ông miên xong để ca mấy nhau chật một con hả lục có được lục ơi này cái gì ngại vậy rồi chuyện lục ơi mà chứ bơ bụng tình trai à bơ bụng tình trai à cái nào mấy ban vậy nó là con á cái nào ba con không tay không vậy đã mà là con trăng miên xong để ca ấy đã to năng vót khla con ở sau để ca ấy một mơ mà camera con đăng ấy vì vót khla đăng ấy vì vót cơ khla con buông dạ pe mảng khai ấy buồn ấy bay khai hai con ở ban đăng ấy khác vì vót cơ đã trông cho mùi năng ở ca sáng xong đã trông cho mùi năng ca lồng bạ mấy khác đây miên vót đây sẽ dạng chân á có muốn cho thoáng hết thôi camera đấy chứ miên pra bị hia nữ bọn miên bị hia nữ hia toàn mang thơ rồi bây giờ nó mang thơ rồi riêng thơ anh ấy rất mang thơ bây giờ nó miên ấy xong để ca tiết đó cái nào vô ta cắt đã bị đổ lấy thay nó con đó ở nhịn nhộm một bản sạch để bán showroom nông ca đài ở non phải chai cả đôi chia chẳng han ca vì thật bánh đấy lấy một con miên ở thoa cơ po tầng ngày bọn là ca cơ ai dùng muối po xong bao cái mới sực đây sắp muối còn làm muối tầm mai trong đó nó ca cho nên đơn nè đại miên đây ăn ca khỏe bằng công đáp ra ra nát tay chụp ra đó đây nắng nát đại miên sực đây cô đâu các này nó bực cô lấy chết là miên sực đây trong làm con mình sẽ là con cho đam tơ đây cho nam này với người trắng là tiết cha trắng ở đây bông ô nó khi bạn khơi như rồi hỏi vì ở tập hiệp nó trên to á chả cứ vót cớ miền phiêu khóa khát trào mình tha chia bông là cái sợi to trâu máu rồi có xà là ở bao sọt này tề đời xa tại camono cứ nên khi ăn phong mà đón cứ đầm bay thơ bọ đầm bồ là này đầm bồ bây giờ có nơi chăm tại bọ sang là xây tế hai năm mỗi tiết cư dân ở vậy đến nơi khoa nỗ cư khoa chỉ mùi năng bà láng pré có đôi chia bột bạ để má đầm bay oi ông pu minh đại chỉ bột bò sát ban chơi thá cho mà thoại bằng công nơi trên nếp tòa bao này vậyរួមtới ca khoa khác cư
អាចនិយាយបានថាយើងទៅតែសាងសង់រួច 50% ទេអញ្ចឹងនៅមានការខ្វះខាត 50% ទៀតចានេះគឺជាក់ស្ដែងនេះខ្ញុំបានមកឃើញផ្ទាល់ហើយក៏តែងតែហើយក៏អរគុណដែរដល់បងប្អូនទាំងអស់គ្នាចាដែលតែងតែចូលរួមបច្ច័យកាលនោះនេះខ្ញុំបានប្រកាសនៅក្នុង page ម្ដងដែរគឺដាក់ជាមួយនឹង QR code របស់ដែលគុណម្ចាស់ជាអាចារ្យអត្តការផ្ទាល់អញ្ចឹងដោយបងប្អូនឃើញហើយនេះគឺជាសមិទ្ធផលដែលការចូលរួមទាំងនោះគឺកើតចេញពីបងប្អូនទាំងអស់គ្នាតាមរយៈ page របស់នាងខ្ញុំចាហើយការប្រក់សង្កសីគឺដោយសារថ្ងៃនេះភ្លៀងខ្លាំងការខ្ញុំជិះមកនេះក៏ភ្លៀងដែរអញ្ចឹងជាងក៏បានជើញមកហើយតែជាក់ស្ដែងគឺយើងនឹងប្រក់សង្កសីហើយនៅក្នុងកំឡុង3ថ្ងៃទៀតចាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចាដែលមានសទ្ធាជ្រះថ្លានឹងជួយកសាងនៅក្នុងវត្តកៅនេះបងប្អូនអាចចូលរួមបានតាមរយៈវីដេអូនេះ